Hello ជំរាបសួរបាទថ្ងៃនេះមកជួបជាមួយខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបដាក់ Face ID នៅលើ Tab Ballad ដើម្បីការពារកុំឲ្យគេយក Tab Ballad របស់យើងទៅលេងផ្ដេសផ្ដាសនៅពេលដែលយើងទុកចោលមាននរណាម្នាក់គេយកលេងផ្ដេសផ្ដាសចង់ដឹងថាគេដាក់ដូចម្ដេចកុំភ្លេចតាមដានវីដេអូនេះជាមួយយើងខ្ញុំដូចទៅនេះជាដំបូងយើងចូលមកក្នុង Setting បន្ទាប់មកយើងអូសមកខាងក្រោមចុចនៅលើពាក្យ Lock Screen ដែលមានរូបតំណាងមេសបន្ទាប់មកយើងក្រឡេកមើលនៅខាងស្ដាំដៃគេមានដាក់ពាក្យថា Face Recognition ចុចនៅលើពាក្យ Recognition នឹងមកចូលមកដល់ទីនេះយើងមើលពាក្យខាងលើគេបង្អស់នឹងគេដាក់ Pin Face Recognition ចុចនៅលើអាពាក្យទី1នឹងមកចូលមកដល់ត្រង់ចំណុចនេះគឺគេតម្រូវឲ្យយើងដាក់លេខកូដសម្ងាត់4ឬក៏5មួយខ្ទង់ស្រេចតែចិត្តយើងចង់ដាក់ឥឡូវខ្ញុំសូមសម្រេចចិត្តដាក់លេខកូដ4ខ្ទង់ចុះដើម្បីងាយស្រួលចំណាំបន្ទាប់ពីយើងដាក់លេខកូដរួចរាល់ហើយក្រឡេកមើលខាងក្រោមគេដាក់ពាក្យថា Continue នៅខាងស្ដាំដៃនឹងត្រង់ចំណុចនេះគេចង់ឲ្យយើងបញ្ជាក់លេខកូដដែលយើងបានដាក់នឹងម្ដងទៀតគឺយើងវាយលេខកូដអំបញ្ញមិញនឹងរួចហើយចុចអូខេនៅកន្លែងនេះគឺវាលោតចេញមក3ផ្ទាំងគឺយើងចង់ឲ្យ tablet របស់យើងពេលបើកទៅវាលោតបែបណាយើងអាចកំណត់ទៅតាមអ្វីដែលគេកំណត់នៅលើនឹងបានអញ្ចឹងខ្ញុំសូមជ្រើសរើសយកជម្រើសទី3នៅពេលដែល tablet របស់ខ្ញុំវាបើកឡើងគឺចង់ឲ្យចេញទម្រង់បែបទី3នេះបន្ទាប់ពីយើងជ្រើសរើសជម្រើសរួចហើយគឺយើងចុចពាក្យថា Done នៅខាងក្រោមនៅកន្លែងនេះគឺយើងចុចពាក្យ Continue បន្ទាប់ពីចុចពាក្យ Continue ហើយគឺយើងចុចពាក្យ Continue ទៀតបន្ទាប់មកនៅត្រង់ចំណុចនេះគេឲ្យយើងដាក់ Scan មុខរបស់យើងចូលដើម្បីដោះសោនៅពេលដែលវាស្គាល់មកយើងក្រៅពីមុខយើងគឺមិនអាចកេនបាននោះទេនៅពេលដែលយើងដាក់ហើយបន្ទាប់ពីយើង Scan មុខយើងពេញ100ហើយគឺវានឹងលោតមកទម្រង់ដែលវិញគឺផ្ទាំងចំណុចចាប់ផ្ដើមដែលវិញឥឡូវយើងចុចថយមកក្រោយមកដើម្បីធ្វើទេសបាតដោយសារតែខ្ញុំពិបាកនឹង Scan ពេកអញ្ចឹងខ្ញុំសូមវាយលេខកូដជំនួសចុះគឺអ្វីដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេសម្រាប់កុំខុសឆ្គងនៅត្រង់ចំណុចណាសូមអធ្យាស្រ័យអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត